បាទសួស្តីអរគ្នាហើយវិលមកកាន់ជាមួយនឹងខ្មែរ Mac Mini on YouTube ហើយជួបជាមួយខ្ញុំម៉េងហើយវីដេអូនេះគឺយើងនិយាយអំពីធ្វើម៉េចបានគេ click ទៅបានថ្លៃគេហៅថាអ្នកខ្លះហៅ CPC យើងស្គាល់ CPC ហ៎CPC បើយើងនិយាយទៅអាហ្នឹងគ្រាន់ពាក្យកាត់ពាក្យទេគឺពាក្យពេញវា cost per click អញ្ចឹងមានន័យថាឧទាហរណ៍ថា CPC យើងវាស្មើ0.02ឧទាហរណ៍ណាអញ្ចឹងមានន័យថាគេ click ក្នុងមួយ click ហ្នឹងគឺបាន0.02ឧទាហរណ៍ថាយើងបានប្រហែល click អានេះខ្ញុំប្រាប់ហ្នឹងណាអូខេឧទាហរណ៍ថាយើងបាន10 click ណាអញ្ចឹងយើងយក10 click នេះឧទាហរណ៍យក10 click ហ្នឹងគុណជាមួយនឹង CPC របស់យើងអញ្ចឹង10 click អូខេឥឡូវអូខេ0.01មិនមែន0.01 0.11មកកាក់ណាអានេះគឺ0.01គុណជាមួយនឹងប៉ុន្មានគេចុចប៉ុន្មាន10 click អញ្ចឹងយើងបានតែមកកាក់ឯង10 click យើងបានតែមកកាក់ឯងយើងយកអា CPC នេះហ៎អានេះ CPC គឺ cost per click មានន័យថាគេមក click ឲ្យប៉ុណ្ណេះឧទាហរណ៍ថាគេឲ្យមក click មកកាក់អញ្ចឹង10 click មក10 click មករៀលអញ្ចឹងហ្នឹងហើយថ្ងៃហ្នឹងគឺយើងហ៊ានអាហ្នឹងគឺយើងធ្វើម៉េចឲ្យវាបានថ្លៃព្រោះមានYouTube គេថា YouTuber ណាហ្នឹងហើយ YouTuber ឬក៏អ្នកបង្កើត website ឬក៏គេហៅអ្នកខ្លះគេប្រើគេហៅលុយតាម website ដូចគ្នាអត់មានខុសគ្នាទេខ្ញុំប្រាប់នេះគឺដូចគ្នាអត់មានខុសគ្នាទេហើយគាត់ថាវាស្តៀងតិចណាហ្នឹងហើយបើថាឆ្ងល់ comment នៅកង្កមទៀតអូខេឥឡូវមុនចូលខ្ញុំខ្ជិលធ្វើquestion and answer ទៀតព្រោះកុំឲ្យពិបាកឥឡូវខ្ញុំយកខ្ញុំ copy អ្នកដែលសួរខ្ញុំណាមុនចូលខ្ញុំឆ្លើយសំណួររបស់គាត់សិនអានេះសិត top comment ណាcomment ណាល្អខ្ញុំយកមក comment ខ្លះគាត់ comment ដែរតែគាត់ថាតាក់ទងមួយអីផ្សេងអញ្ចឹងណាអូខេអញ្ចឹងមានគេសួរថាខ្ញុំថាធ្វើម៉េចបានរកលុយនៅក្នុង YouTube លឿនអូខេយើងត្រូវរៀនទី1បើសិនបើយើងចង់រកលុយពី YouTube លឿនគឺយើងត្រូវរៀន SEO ព្រោះ channel យើងថ្មីពេលខ្លះ channel យើងថ្មីបើ channel យើងចាស់អាហ្នឹងកាន់តែល្អរកលុយលឿនណាហើយបើសិនបើ channel យើងថ្មីវាពិបាកនឹងការឡើង rank អញ្ចឹងយើងត្រូវរៀនទី1យើងត្រូវរៀន SEO ពីពី YouTube ណាធ្វើម៉េចបានឡើង view លឿនណាធ្វើម៉េចបានតាក់ទាញគេចុចអញ្ចឹងយើងត្រូវដាក់ thumbnail ដាក់អីផ្សេងហើយ description ដាក់ tag ដាក់អីយ៉ាងមកណាយើងរកលុយបានលឿនអូខេយើងរកលុយបានលឿនហើយរក keyword ណាដែលបានថ្លៃយើងយកមកបង្កើតវីដេអូហ្នឹងហើយបើសិនបើយើងយក keyword ដែលបានថ្លៃ cost per click ហ្នឹងបានថ្លៃគឺយើងរកលុយបានលឿនហើយមានមួយទៀតគឺ share ចូលនៅក្នុង Facebook share ក្នុងបើនិយាយរួមទៅគឺ share ចូលនៅក្នុង social network មួយណាក៏បានដែរយើងចង់Twitter ក៏បាន Facebook ក៏បានអញ្ចឹងយើងអាច share បានបើថាយើងចង់រកលុយបានលឿនមានតែវិធីហ្នឹងព្រោះយើងអត់មានអីក្រៅពី share ហ្នឹងទៀតទេព្រោះចង់បានលឿនបើយើងអង្គុយសុកមានអ្នកឲ្យលុយយើងណាបើយើងមិនជួយខ្លួនយើងហ្មងមានអ្នកជួយយើងតែទាំងគេទាំងខ្ញុំតគ្នាយើងបើថាចង់ជួយគេយើងបើសិនតែគេជួយយើងយើងត្រូវជួយខ្លួនឯងណាអូខេហ្នឹងហើយឥឡូវសំណួរនេះមួយចប់អីពេលខ្លះខ្ញុំអាចភ្លេចទៀតដែរហ្នឹងហើយអូខេឥឡូវបើថាឆ្ងល់អីតាក់ទងផ្សេងទៀត comment នៅខាងក្រោមអូខេហើយតាក់ទងមួយ comment ឥឡូវបកមកឈប់ខ្ញុំបង្ហាញ comment តិច comment ខ្ញុំឆ្លើយអស់ហើយមិញប្រហែល comment បាទ comment ខ្លះចង់ថាអត់បានឃើញទៀតណា comment ខ្លះអត់បានពេលខ្លះគេ comment ដែរនៅខាងក្រោម reply អត់អស់វាច្រើនណាស់មុំ reply comment អស់ងាប់ទៅអង្គុយ reply comment អស់តាហើយសល់នៅក្នុង Facebook page 3-4 page ទៀតងាប់ហើយ3 4 5 6 channel ខ្ញុំទៀតវាមិនសូវមានពេកឲ្យចំទៅអូខេបន្តទៀតសំណួរបន្តទៀតបង AdSense របស់ខ្ញុំ connect ជាមួយនៅក្នុង YouTube ហើយហេតុអីបានវាមិនអាច connect ជាមួយនឹង blog តើ blog ខ្ញុំអនុញ្ញាតឲ្យដាក់ ad ហើយអានេះបើសិនបើ blog របស់គាត់អនុញ្ញាតឲ្យដាក់ ad ហើយចង់ថាអនុញ្ញាតឲ្យដាក់ ad មែនក៏ប៉ុន្តែបើសិនបើយើងប្រើ host account យើងយក host account នេះ host account គឺសុំពី YouTube យល់ទេបើសិនបើ full account គេសុំពី website ទៅវិញអូខេអញ្ចឹងអត់អាចដាក់បានទេអត់ចេញ ad ទេព្រោះហេតុអីព្រោះការតាំងពីមើលប្រហែលឆ្នាំមុនមើលដូចជានិយាយទៅចាប់ពីមើលចាប់ពី3ឆ្នាំអូខេចាប់ពីដូចជា3ខ្ញុំចាំដូចជា3ឆ្នាំក៏2ឆ្នាំមុនណា
cứ host account ពេលដែលយើងសុំពី YouTube នេះសុំឲ្យខ្ញុំអញ្ចឹងអូខេសុំធំឲ្យខ្ញុំអញ្ចឹងគេឲ្យដាក់ add នៅក្នុង blogger បានតែ blogger អញ្ចឹងគេអាចរកលុយបានហើយតែខ្ញុំភ្លេចដូចជាភ្លេចចាំខ្ញុំដឹងតែដាក់បាន blogger បើថា website ខ្ញុំដូចជាភ្លេចដូចជាដាក់បាន blogger ហើយព្រោះវាយូរហើយដល់អញ្ចឹងទៅដោយសារតែយើងងាកសុំបានធ្វើខុសច្បាប់អាងតែសុំបានទៀតគេបិទ policy គេចង់ថាគេបង្កើត policy ថ្មីហ្នឹងពេលដែលសុំពី YouTube ពេលទៅសុំពី YouTube ទៅគឺរកបាននៅ YouTube ឯងនៅក្នុង blogger គឺរកបានឯងអញ្ចឹងបានវាពិបាកកាន់តែតឹងព្រោះសារយើងអូស៊ីខូចវាហ្នឹងហើយអាហ្នឹងមកយើងខូចខ្លះវាមិនបានហ្នឹងហើយហើយអាហ្នឹងខ្ញុំចម្លើយខ្ញុំមានតែប៉ុណ្ណឹងហើយព្រោះនេះបើសិនអាចដាក់អនុញ្ញាតឲ្យដាក់ឲ្យគឺដាក់ចេញហើយអត់មានអត់ចេញទេបើសិនអត់ចេញយើងមើល content របស់យើងទៀតតាក់ទងមួយ search សួរតាក់ទងមួយ search C តាក់ទងអីយើងមើលសិនណាមើល title កាលណាដែល title ឧទាហរណ៍ថាតាក់ទងមួយ accident តាក់ទងអី add ហ្នឹងអត់ចេញទេនៅក្នុងវាមិនងាយចេញណានៅក្នុងwebsite ក្នុង website ក្នុង YouTube ដូចគ្នាអូខេហេតុអីសំណួរទៅទៀតហេតុអី my YouTube អី not show ad ក៏ចង់និយាយថាហេតុអីបាន YouTube របស់គាត់នឹងអត់ចេញ ad ដោយសារអីដោយសារទី1ខ្ញុំប្រាប់អញ្ចឹងគាត់ដាក់អក្សរខ្មែរកាលណាដាក់អក្សរខ្មែរវាអត់មានការទិញដេញថ្លៃkeyword អក្សរខ្មែរវាអត់មានវាសឹងតែគ្មានហ្មងហើយមួយទៀតជាឈ្មោះឧទាហរណ៍ថាឈ្មោះឲ្យគាត់អីចឹងទៅអីអញ្ចឹងចំណងជើងគាត់ចឹងហើយសួរតែមានពាក្យហ្នឹងគេដេញថ្លៃពាក្យហ្នឹងពេលខ្លះពាក្យយើងពាក្យធម្មតាឧទាហរណ៍ថាឧទាហរណ៍ណា unpublic អីចឹងទៅឧទាហរណ៍អញ្ចឹងវាពេលខ្លះគេអត់មានគេដេញពាក្យអត់ថ្លៃហ្នឹងអញ្ចឹងវាអត់ចេញទេអញ្ចឹងណាអូខេហើយបើសិនបើយល់ល្អយើងដាក់ពាក្យអង់គ្លេសហ្នឹងឲ្យបានច្រើនកុំឲ្យដាក់អក្សរខ្មែរពេកវាងាយចេញ ad ឲ្យបានថោកទៀតអូខេមួយទៀតតាក់ទងជាមួយនឹងបញ្ហាចំណងជើងអានេះគេមិនសួរទេគឺខ្ញុំប្រាប់អ្នកទាំងអស់គ្នាបញ្ហាចំណងជើងអ្នកខ្លះគាត់ណាចំណងជើង YouTube របស់គាត់លេងមិនមែនដាក់ដក clear ចេះខ្ញុំឲ្យដាក់យើងត្រូវគេ how to change ឧទាហរណ៍ថាយ៉ាងឧទាហរណ៍ណាគាត់ដាក់ចេះហ្មងអញ្ចឹងសួរគេសើឆាប់ឃើញអត់ទេអញ្ចឹងអានេះយើងដាក់តែ file ស្រាប់តែ file ទេណាអញ្ចឹងបើសិនបើយើង upload ចូលនៅក្នុង Facebook Facebook title យើងត្រូវដកគ្នាវិញណាយើងកុំដាក់ underscore ទៀតឲ្យសួរតែពីណា search ឃើញបើអក្សរជាប់គ្នាអញ្ចឹងគេអាចបង្កើតមកពាក្យហ្នឹងអញ្ចឹងមិនតែគេ search ឃើញហ្នឹង SEO ខ្សោយ import ហ្នឹងដាក់អញ្ចឹងអូខេឥឡូវថ្ងៃហ្នឹងគឺខ្ញុំវិលមកនេះវិញថ្ងៃហ្នឹងគឺខ្ញុំប្រាប់អ្នកនរគ្នារបៀបធ្វើម៉េចបាន cost per click បានថ្លៃឲ្យតែ CPC អូខេ CPC ហ្នឹងបើយើងនិយាយទៅគឺ cost per click ហ្នឹងបើសិនតែករណីថាបើសិនបើយើងបានអាហ្នឹងកាន់តែខ្ពស់ click យើងបានកាន់តែថ្លៃឡើងលុយកាន់តែលឿនងាយរលុយយ៉ាចំទៅ view តិចក៏បានលុយច្រើនដែរអូខេអញ្ចឹងខ្ញុំប្រាប់អ្នកនរគ្នា website មួយគឺ website KW អូខេនេះនៅក្នុង website kwfinder.com អញ្ចឹងបើសិនបើអ្នកនរគ្នា log in ណាចង់ឲ្យថាបើសិនបើយើងបង្កើត account free នៅក្នុងនេះវាឲ្យយើង search បាន5ដងក្នុង24ម៉ោងបើសិនបើយើងអត់បង្កើត account register មួយ account ទេវាឲ្យ search យើង search តែម្ដងនៅក្នុងមួយថ្ងៃអញ្ចឹងយើងបង្កើត account ទៅ account free យើងមិនបាច់អស់លុយអី5ដងអានេះខ្ញុំបើសិនអ្នកនរគ្នាចង់ register តែខ្ញុំអត់បង្ខំអ្នកនរគ្នាទេតែខ្ញុំប្រើ free ខ្ញុំសាកមើលវាល្អដែរតាអូខេហើយឥឡូវឧទាហរណ៍ថាយើងចង់រក keyword អីមួយយើងចង់បានថ្លៃឧទាហរណ៍ថា YouTube Tag Generator 2016ឥឡូវយើងយកថា YouTube Tag Generator សោះអញ្ចឹងយើង copy អាចំណងជើងរបស់យើង keyword របស់យើងហ្នឹងអាចំណងជើងហ្នឹងណាកុំភ្លេចរើសភាសាផង English មកហើយអានេះឲ្យវាគ្រប់តំបន់អូខេចុច analyze មក analyze មកហើយខ្ញុំចាំបន្តិច website នេះល្អប្រើតាហើយវានិយាយទៅគឺល្អជាងដូចជា long tail keyword pro ទៀតបាទនេះល្អ long tail keyword pro បាទអ្នកខ្លះកុំព្យូទ័រមកចុចងាយទៅរួច
ឃើញហើយយើងមើល CPC អញ្ចឹង CPC នេះយើងអាចហៅនេះឧទាហរណ៍ថា keyword នេះមួយ YouTube tag generator គេ search ក្នុងប៉ុន្មាននាទីវាកាន់តែឡើងទៅមានន័យថា trend នេះមានន័យថាគេ search នេះគេ search ចាប់ពី2000ប៉ុន្មាន October រហូតដល់ខែនេះវាកាន់តែកើនទៅអញ្ចឹងវាល្អម្យ៉ាងដែរហើយគេ search ក្នុងមួយខែហ្នឹងវាអាចចន្លោះ4000ចង់ថា4350ហើយ CPC គេឲ្យក្នុងមួយ click ហ្នឹង$3.24យ៉ាងខ្ពស់បំផុតអូខេហើយនេះយើងតាក់ទងមួយ competition SEO competition បើសិនបើ channel យើងអានេះចង់ឲ្យថាវាលក្ខណៈថាខ្លាំងដែរណាបើសិនតែ channel យើងមុនដំបូងអញ្ចឹងយើងកុំយកដល់40ជាងវាដាក់ថាអីគេpost នេះវាប្រាប់ទៅនេះកុំគិតវា not hard មិនកុំគិតវាអត់ខ្ពស់ទេប៉ុន្តែចាប់ពីនេះទៅ$40ហ្នឹងខ្ពស់ហើយណាវាមិនល្មមថាជុំអញ្ចឹងណាហើយបើសិនមកដល់100កុំគិតវាអីអញ្ចឹងដូច long tail keyword pro អញ្ចឹងខ្ញុំបើសិនខ្ញុំ recommend គេប្រើនេះល្អជាងណាអញ្ចឹងយើងចង់បានថ្លៃយើងមើលទៅយើងអាច short វាទៅជានេះគេឲ្យ11នេះ SEO description generator តែគេ search តិចនិយាយគេមួយខែអីបាន90អ្នក search ហ្នឹងទៅយកទៅល្អតាដាក់ចូលក្នុង tag យើងទៅណាយើងគឺយើងបង្កើតក្នុង description ដាក់ keyword នឹងចូលទៅបានយ៉ាងមកខ្ពស់បំផុតមក click បាន$10ក៏ហៅតាព្រោះអានេះខ្ញុំ website នេះខ្ញុំទំនេះដែរតាខ្ញុំទំឃើញ search ទៅឃើញគេមានព្រោះពីមុនមកខ្ញុំមកបាននេះផងព្រោះខ្ញុំដឹងស្រាប់ហើយខ្ញុំ channel នេះគឺខ្ញុំអត់នេះទេគាត់ថាខ្ញុំអត់មានពេលអញ្ចឹងទៅ title មិនគឺខ្ញុំនឹកឃើញមិនខ្ញុំ search តែ keyword fresh នៅក្នុង Google ដាក់ខ្ញុំបានមើល competition បានមើលអីទេខ្ញុំដាក់យកឯងអញ្ចឹងខ្ញុំមកខ្វល់អា channel នេះតាក់ទងមួយលុយអូខេហើយអានេះកុំគិតវាឥឡូវចុចអានេះមើលអូអានេះក៏ខ្ពស់ដែរនេះហើយយើងមើលសិនមើលអាទី1នេះអញ5ដងបាត់ជាប់បាត់ហើយមិនបាច់ទេចុច plate បាត់ចឹងវាឲ្យសារដបងអញ្ចឹងអានេះតាក់ទងមួយ website គេផ្សេងស្វែងនឹងដែរអញ្ចឹងយើងអាចហៅទៅឧទាហរណ៍ថាតាក់ទងមួយអីផ្សេងទៀតយើងដាក់មកណាយើងមើលតាមនឹងមកហើយ copy keyword ដាក់ទៅវាបានថ្លៃហើយហ្នឹងហើយបើថាឆ្ងល់យើងអាច export អីទៅផ្សេងទៀតណាហើយហ្នឹងហើយមានតែប៉ុណ្្នឹងឯងខ្ញុំគិតថាប្រសិនបើខ្ញុំ search អីបានឬក៏អ្នកនរគ្នាចង់ request អីឲ្យខ្ញុំធ្វើតាក់ទងមួយYouTube ណាកុំឲ្យចាក់ប្រធានធ្វើនៅ YouTube ហ្នឹងអ្នក comment នៅខាងក្រោមហើយបើសិនបើគិតថាវីដេអូនឹងល្អជួយ share អ្នកមួយផងហើយបើសិនបើគិតថាមិនល្អទេមិនបាច់ share ទេមិនបាច់ like ទេហើយហ្នឹងហើយមានតែប៉ុណ្្នឹងហើយសង្ឃឹមថាអ្នកនរគ្នាយល់ពីអាហ្នឹងហើយបើសិនអត់យល់ comment នៅខាងក្រោមស្អីទៅ CVC ស្អីផ្សេងណាអូខេប៉ុណ្្នឹងហើយបាយបាយ